អ្វីទៅជាក្រមព្រហ្មទណ្ឌក្រមព្រហ្មទណ្ឌគឺជាសំណុំច្បាប់ដែលកំណត់អំពីអំពើទាំងឡាយណាដែលចាត់ទុកជាបទល្មើសព្រហ្មទណ្ឌនិងកម្រិតនៃការពិន័យឬទណ្ឌកម្មសម្រាប់អំពើល្មើសទាំងនោះក្រមនេះដើរតួនាទីជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធយុតិធធម៌ព្រហ្មទណ្ឌរបស់ប្រទេសមួយដោយបង្ហាញយ៉ាងច្បាស់អំពីអ្វីដែលរដ្ឋហាមឃាត់និងទោសទណ្ឌដែលបុគ្គលអាចនឹងត្រូវទទួលប្រសិនបើពួកគេប្រព្រឹត្តអំពើទាំងនោះនៅព្រះរាជាណាចក្រកម្ពុជាក្រមព្រហ្មទណ្ឌដែលត្រូវបានអនុម័តក្នុងឆ្នាំ2009បានកំណត់នូវគោលការណ៍គ្រឹះនៃនីតិព្រហ្មទណ្ឌនិងបានបែងចែកបទល្មើសជា3ប្រភេទដោយផ្អែកលើភាពធ្ងន់ធ្ងរនៃអំពើល្មើស1បទឧក្រិដ្ឋជាប្រភេទបទល្មើសដែលធ្ងន់ធ្ងរបំផុតនិងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារលើសពី5ឆ្នាំរហូតដល់ជាប់គុកអស់មួយជីវិតឧទាហរណ៍ឃាតកម្មការរំលោភសេពសន្ធវៈអំពើប្លន់ដែលមានស្ថានទម្ងន់ទោស2បិទមជ្ឈិមជាប្រភេទបទល្មើសដែលមានកម្រិតធ្ងន់ធ្ងរមធ្យមនិងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី6ថ្ងៃដល់5ឆ្នាំឧទាហរណ៍អំពើលួចអំពើហិង្សាដោយចេតនាការឆបោក3បទល្ហោជាប្រភេទបទល្មើសដែលស្រាលជាងគេនិងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ឬនឹងដាក់ពន្ធនាគារមិនលើសពី5ថ្ងៃឧទាហរណ៍ការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយអចេតនាការជេរប្រមាថជាសាធារណៈគោលបំណងចម្បងនៃក្រមព្រហ្មទណ្ឌក្រមព្រហ្មទណ្ឌមានគោលបំណងសំខាន់មួយចំនួនដូចជាកំណត់នៅអំពើល្មើសបញ្ជាក់យ៉ាងច្បាស់លាស់នៅសកម្មភាពឬអសកម្មភាពណាមួយដែលច្បាប់ចាត់ទុកថាជាការប្រព្រឹត្តខុសនិងអាចនាំឲ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌការពារសណ្ដាប់ធ្នាប់សាធារណៈតាមរយៈការដាក់ទណ្ឌកម្មលើអំពើដែលបង្កគ្រោះថ្នាក់ដល់សង្គមក្រមព្រហ្មទណ្ឌជួយរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈដាក់ទណ្ឌកម្មនិងកែប្រែជនល្មើសកំណត់នៅទោសទណ្ឌដែលសមស្របទៅនឹងកម្រិតនៃបទល្មើសដើម្បីផ្ដន្ទាទោសជនល្មើសនិងមានគោលដៅអប់រំកែប្រែពួកគេឲ្យក្លាយទៅជាពលរដ្ឋល្អឡើងវិញធានានូវភាពប្រកបប្រជានៃច្បាប់ក្រមព្រហ្មទណ្ឌជួយឲ្យប្រជាពលរដ្ឋគ្រប់រូបបានដឹងជាមុននៅអំពើដែលត្រូវជៀសវាងនិងផលវិបាកផ្នែកច្បាប់ដែលអាចកើតមានឡើងភាពខុសគ្នារវាងក្រមព្រហ្មទណ្ឌនិងក្រមនីតិព្រហ្មទណ្ឌវាជារឿងសំខាន់ដែលត្រូវបែងចែកឲ្យដាច់រវាងក្រមព្រហ្មទណ្ឌនិងក្រមនីតិព្រហ្មទណ្ឌក្រមព្រហ្មទណ្ឌ Substantive Law គឺជាក្រមដែលផ្ដោតលើខ្លឹមសារនៃច្បាប់ដោយកំណត់ថាអ្វីជាបទល្មើសនិងអ្វីជាទោសទណ្ឌក្រមនីតិព្រហ្មទណ្ឌ Procedural Law គឺជាក្រមដែលរៀបរាប់អំពីរបៀបឬនីតិវិធីក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌក្រមនេះរៀបរាប់អំពីកន្ធានដែលសមត្ថកិច្ចនិងតុលាការត្រូវតែអនុវត្តចាប់ពីការស៊ើបអង្កេតការចោទប្រកាន់ការជំនុំជម្រះក្តីរហូតដល់ការប្រកាសសាលក្រមនិងការអនុវត្តទោសសរុបមកក្រមព្រហ្មទណ្ឌគឺជាច្បាប់គោលដែលកំណត់នូវបទល្មើសនិងទោសទណ្ឌរីឯក្រមនីតិព្រហ្មទណ្ឌជាច្បាប់ដែលណែនាំពីដំណើរនៃការអនុវត្តច្បាប់នោះដើម្បីធានាឲ្យបាននូវយុត្តិធម៌សម្រាប់គ្រប់ភាគី